skin tape ដែលពាក្យពេទ្យហៅថាអាក្រូខកដុនគឺជាការដោះដុំសាច់តូចនៅលើស្បែកដែលមានសភាពទន់មិនឈឺចាប់មានពណ៌ដូចស្បែកឬក៏ខ្មៅជាងស្បែកភាគច្រើនមានទងព្យួរជាប់ស្បែកជាទូទៅមានទំហំពី1ទៅ5មីលីម៉ែត្រប៉ុន្តែខ្លះអាចមានទំហំធំជាងនេះច្រើនកើតនៅតំបន់កក្លៀកជុំវិញភ្នែកក្រោមសដន់ក្រលៀនភ្លៅម្ដុំប្រដាប់ភេទឬកន្លែងដែលមានស្បែកផ្នត់មូលហេតុអីបានកើត skin tape គឺកើតឡើងដោយសារការដុសលូតលាស់ជ្រុលនៃស្បែកកន្លែងដែលមាន skin tape ហ្នឹងដោយសារការកកិតដោយស្បែកនិងស្បែកឬក៏ការកកិតស្បែកនិងសម្លៀកបំពាក់អាចមានមូលហេតុផ្សេងទៀតដូចជាការប្រែប្រួលអុកម៉ូនធម្មតាច្រើនកើតនៅពេលមានផ្ទៃពោះឬក៏អតុល្យភាពអុកម៉ូនការធាត់ជ្រុលយើងកាលណាមានទម្ងន់លើសទម្ងន់ឬក៏ធាត់ជ្រុលគឺស្បែកយើងចាប់ផ្ដើមតឹងហើយមានកន្លែងខ្លះគឺមានផ្នត់ច្រើនហើយធ្វើឲ្យមានការកកិតហ្នឹងក៏កើនឡើងដែរតកតងនឹងសែនដែរបើឪពុកម្ដាយយើងមានកើត skin tape អញ្ចឹងកូនហ្នឹងគឺមានហានិភ័យខ្ពស់ក្នុងការកើត skin tape នេះដែរហើយ skin tape ច្រើនកើតនៅវ័យកណ្ដាលឬក៏មនុស្សចាស់អ្នកជំងឺទឹកនោមផ្អែមក៏មានហានិភ័យក្នុងការកើត skin tape នេះដែរដោយសារមានបញ្ហាភាពធន់ទៅនឹងអរម៉ូនអាំងស៊ូលីនការព្យាបាល skin tape ជាបញ្ហាសើស្បែកមួយដែលមិនប៉ះពាល់ទៅដល់សុខភាពអីនោះទេប៉ុន្តែស្បែកយើងវាមានដុសសាច់អញ្ចឹងវារំខានវាអបសក់ស្ទាបទៅចេះតែប៉ះហើយនឹងអាចមានបញ្ហាទាក់ទងនឹងសម្រស់ផងដែរយើងអាចជំរុះ skin tape ដោយការស្អំត្រជាក់ការដុតដោយអគ្គិសនីបាញ់ laser ឬក៏ការចងជំរុះ skin tape នេះ